កីឡាករបារាំងអង់ទូនគ្រីស្មែនបាទឃើញថាបានពន្យាកិច្ចសន្យាលេងឲ្យក្រុមអាទីតេកូម៉ាឌ្រីតបាទគឺដល់ឆ្នាំ2027ជាបន្តទៀតខណៈពេលបាទគឺកិច្ចសន្យារបស់គេអស់សុពលភាពត្រឹម2026អង់ទូនគ្រីស្មែនបាទចូលរួមជាមួយអាទីតេកូម៉ាឌ្រីតឆ្នាំ2014បាទហើយបាទគឺកីឡាករខ្សែប្រយុទ្ធបារាំងដែលមានវ័យ34ឆ្នាំរូបនេះគឺជាតារាដែលសុទ្ធបានច្រើនជាងគេឲ្យក្រុមអាទីតេកូម៉ាឌ្រីតមានរហូតដល់ទៅ197គ្រាប់បាទគឺសុទ្ធបានច្រើនជាងលោកលូវីសអារ៉ូកូណេសដែលសុទ្ធបាន173គ្រាប់គ្រីស្មែនលេងបាន53ប្រកួតនៅរដូវកាលនេះហើយធ្លាប់ជួយឲ្យក្រុមអាទីតេកូម៉ាឌ្រីតទទួលបានជើងឯកពានរង្វាន់ Spanish Super Cup បាទគឺកាលពីឆ្នាំបាទគឺ2004 UEFA Super Cup 2018 UEFA Europa League 2018ហើយគេសុទ្ធបាន16គ្រាប់បាទគឺបោះឲ្យគេសុទ្ធ9គ្រាប់បាននៅក្នុងរដូវកាលនេះផងដែរគ្រាន់តែ Paris Saint-Germain បាទគឺឈ្នះជើងឯក UEFA Champions League បាទគឺវត្ថុអនុស្សាវរីយ៍ដូចជាអាវអីគឺតម្ងជួលទិញហ្មងបាទអ្នកគ្រប់គ្រងបាទលក់ដាច់បាទគឺដូចដាច់លក់ដាច់នំខេកអញ្ចឹងបាទគឺលក់ដាច់មែនតែនតែម្ដងបាទនេះគឺសបញ្ជាក់ឲ្យឃើញថាបាទអ្នកគ្រប់គ្រងបាទគឺរបស់ក្លឹប Paris Saint-Germain កាន់តែមានចំនួនច្រើនហើយអាវនេះមានតម្លៃចាប់ពីបាទគឺ70អឺរ៉ូស្មើនឹង59បាទដុល្លារសហរដ្ឋអាមេរិកបាទក្នុងអាវមួយផងដែរថ្មីត្បិតតែ Man U បាទគឺលោកលេងធ្លាក់បាល់នៅក្នុងក្របខ័ណ្ឌបាទ Premier League ប៉ុន្តែបាទគឺ Man U ជាប់ចំណាត់ថ្នាក់ទី2ដែលជាក្លឹបមានទឹកប្រាក់ច្រើនលំដាប់ទី2នេះបើតាមទស្សនាបតី Ford របស់សហរដ្ឋអាមេរិកបានចុះផ្សាយ Man U មានទំហំទឹកប្រាក់រហូតដល់ទៅ6កដកសញ្ញា6ប៊ីលានសហរដ្ឋអាមេរិកស្មើនឹង4កដកសញ្ញា9ប៊ីលានផោនហើយប្រាក់ចំណូលរបស់គេបាននៅឆ្នាំ2023-2024មានរហូតដល់ទៅ834លានដុល្លារស្មើនឹង620លានផោនឯណោះទស្សនាបតី Ford បានបន្តថា Man U បាទគឺមានទឹកប្រាក់បាទគឺឡើង 1% ទោះបីជាប់ចំណាត់ថ្នាក់ទី8កាលពីឆ្នាំ2023-2024ហើយក៏មិនបានសិទ្ធិទៅចូលរួមប្រកួត UEFA Champions League ក៏ដោយ Man U ឈ្នះជើងឯក FA Cup កាលពីឆ្នាំមុនបាទហើយឆ្នាំ2024-2025នេះជាប់ចំណាត់ថ្នាក់ទី5ហើយចាញ់បាទ UEFA Europa League បាទជាមួយនឹង Spurs លោក Robin Amorim បាទគឺមិនបានប្រកួតនៅតំបន់អឺរ៉ុបទេនៅក្នុងរដូវកាលក្រោយបំណុលក៏ធ្លាក់ចុះចាប់ពីបាទគឺ1000បាទគឺលានផោនបាទគឺមកត្រឹមបាទគឺចុះបាទគឺ113លាន20ម៉ឺនផោនបាទគិតឆ្នាំ2023-2024ក្រុមដែលមានទឹកប្រាក់ច្រើនជាងគេនៅលើពិភពលោកនោះគឺ Real Madrid ដែលមានចំនួន675ប៊ីលានដុល្លារស្មើនឹង1កដកសញ្ញា129បាទគឺលានបាទសម្រាប់បាទគឺក្រុមបាទគឺ Real Madrid ហើយ Barcelona ស្ថិតនៅចំណាត់ថ្នាក់ទី3 Manchester City ដែលធ្លាប់គ្រងបាទគឺកាលពីឆ្នាំ2000បាទគឺ23-2024ជាប់លេខ2នោះធ្លាក់ទៅលេខ5វិញហើយ Liverpool ឈរនៅលេខ4ដែលមានទំហំទឹកប្រាក់5កដកសញ្ញា4បាទគឺប៊ីលានបាទគឺដុល្លារសហរដ្ឋអាមេរិកតែម្ដងអតីតគ្រូជំនួយបាទរបស់ក្រុមបាទគឺ Spurs បាទគឺបានក្លាយជាគ្រូថ្មីរបស់ក្រុម West Bromwich Albion លោក Ryan បាទគឺ Mason បាទគឺនឹងដឹកនាំបាទគឺក្រុម West Bromwich នៅក្នុងក្របខ័ណ្ឌ Championship ដោយចុះកិច្ចសន្យារយៈពេល3ឆ្នាំបាទគឺបរិះវ័យ33ឆ្នាំរូបនេះលោកបាទគឺធ្លាប់ធ្វើការជាមួយនឹងលោក Jose Mourinho Antonio Conte និងលោក Enke Postecoglou ដែលធ្លាប់ដឹកនាំបាទគឺក្រុម Spurs កន្លងមកចុងក្រោយមួយទៀតបាទគឺលោកបាទ Julian បាទគឺ Nagelsmann ដែលជាគ្រូធំរបស់អាល្លឺម៉ង់គាត់បានប្រាប់អ្នកសារព័ត៌មានថាចង់ឈ្នះជើងឯកពានរង្វាន់ Nation League បាទខណៈពេលក្រុមអាល្លឺម៉ង់ត្រូវប្រកួតជាមួយនឹងប៉ូទុយហ្គាល់នៅវគ្គ4ក្រុមចុងក្រោយលោក Kahneman មានជំនឿថាបាទគឺការជួបជាមួយនឹងប៉ូទុយហ្គាល់គឺមានលក្ខណៈសំខាន់ខ្លាំងណាស់អាល្លឺម៉ង់និងប៉ូទុយហ្គាល់អ្នកណាឈ្នះត្រូវរងចាំការឈ្នះរវាងបារាំងនិងអេស្ប៉ាញនៅក្នុងពានរង្វាន់ Nation League បាទគឺនេះតែម្ដងហើយក្រុមបាទគឺដែលឈ្នះបាទត្រូវបាទគឺជួបជាមួយនឹងឈ្នះចាញ់ជួបជាមួយអ្នកចាញ់យកចំណាត់ថ្នាក់ទី3
អរគុណរឿងរ៉ាវកីឡាព្រឹកនេះបានជាមកដល់ទីបញ្ចប់បើយើងត្រូវហាត់ប្រាណទាំងអស់គ្នាដើម្បីសុខភាពរាងកាយមាំមួនបងប្អូនជៀសវាងឲ្យឆ្ងាយការសេពគ្រឿងញៀនវាបំផ្លាញអនាគតនិងជីវិតរបស់លោកអ្នក